ថ្ងៃនេះខ្ញុំមកជួបផ្ទាល់ជាមួយនឹង Charlotte Croft 2026 វាពិតជាស្អាតដូចទៅក្នុងរូបភាពមែនអត់ហើយតើវាមានអ្វីខ្លះដែលធ្វើឲ្យវាខុសប្លែកពីដៃគូប្រកួតប្រជែងតោះមកមើលជាមួយខ្ញុំមុននឹងយើងចូលទៅមើលលម្អិតខ្ញុំចង់ឲ្យបងប្អូនមើលទៅលើដំបូលវាជាមុនសិននេះគឺជា Panoramic Sunroof ដែលកម្រនឹងមាននៅលើរថយន្តតម្លៃបែបនេះណាមិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធសុវត្ថិភាពដែលគេដាក់មកនេះគឺលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀតខាងក្រោមនេះគឺជា3ចំណែកធំៗដែលខ្ញុំនឹងលើកយកមកបង្ហាញអ្នកទាំងអស់គ្នាទី1នេះគឺជាសម្រស់នៅខាងក្រៅនៅពេលដែលយើងមើលពីមុខទៅ Charlotte Croft 2026នេះមើលទៅដូចជាកាចខ្លាំងជាមួយនឹងចង្កៀង LED រហូតដល់2ជាន់កង់យ៉ាន់ 17 អ៊ីញរហូតដល់2ថូនទៀតនេះគឺជាការបង្កើននៃភាព sporty តែម្ដងអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺតាក់ទងជាមួយនឹងកម្ពស់នៃរថយន្តរបស់វាគឺខ្ពស់ល្មមដែលធ្វើឲ្យយើងមានភាពទុកចិត្តក្នុងការបើកបរនៅគ្រប់ស្ថានភាពផ្លូវជាពិសេសផ្លូវរលាក់ផ្លូវដែលមានដក់ទឹកនៅទីក្រុងភ្នំពេញយើងតែម្ដងចំណុចទី2តាក់ទងជាមួយនឹងផាកសុខភាពនិងផ្នែកបច្ចេកវិទ្យាបើសិនជាយើងក៏លេខទៅមើលផ្នែកខាងក្នុងនៃរថយន្តវិញចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំនោះគឺភាពធំទូលាយតែម្ដងកៅអីស្បែកអមជាមួយនឹងធ្នេរពណ៌ក្រហមមើលទៅជាឡានប្រភេទ Premium ចំណែកអេក្រង់របស់វាគឺមានលក្ខណៈ Smart ខ្លាំងមែនទែនអាចភ្ជាប់ជាមួយនឹង Apple CarPlay ដែលឥតខ្សែបានភ្លាមៗតែម្ដងចំណែកឯជួរខាងក្រោយនៃរថយន្តគឺមានភាពងាយស្រួលខ្លាំងមែនទែនទៅដល់មនុស្សចាស់ដែលជួយសម្រួលការអង្គុយរបស់គាត់បានយ៉ាងស្រួលនិងធ្វើការដាក់ជើងបានយ៉ាងល្អតែម្ដងនិយាយទៅគឺមានភាពធំទូលាយអ្វីដែលកាន់តែពិសេសគឺផ្នែកទី3ពាក់ព័ន្ធជាមួយនឹងម៉ាស៊ីននិងសុវត្ថិភាពជាចម្បង Charlotte Croft 2026ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ Turbo បើសិនជាតាមបទពិសោធន៍របស់ខ្ញុំគឺខ្ញុំគិតថាម៉ាស៊ីននេះគឺវាមានភាពមិនសមម្ចៃខ្លាំងមែនទែនហើយអាចជន់ស្ទុះខ្លាំងផ្ដល់នូវកម្លាំងជន់បានតែម្ដងរីឯប្រអប់លេខរបស់វាគឺត្រូវបានបំពាក់ដោយប្រអប់លេខ CVT បើនិយាយទៅលើប្រព័ន្ធសុវត្ថិភាពនោះគឺជាប្រព័ន្ធសុវត្ថិភាពកម្ដាប់កែ5ទៅហើយគឺត្រូវបានបំពាក់ដោយប្រព័ន្ធចាប់ហ្វ្រាំងដោយអូតូម៉ាទិកនិងរក្សាកន្លងផ្លូវមកស្រាប់តែម្ដងសរុបមកចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំទៅលើរថយន្ត Charlotte Croft 2026នេះគឺជាឡានដែលថ្លៃថ្នូរនៅក្នុងតម្លៃសមរម្យមួយចុះបងប្អូនយល់យ៉ាងណាដែរចំពោះ model ថ្មីមួយនេះតើចង់ឲ្យខ្ញុំធ្វើជាវីដេអូ test drive បើកបរជាក់ស្ដែងនៅលើផ្លូវដែរឬទេបងប្អូនអាច comment ខាងក្រោមកុំភ្លេចចុច Subscribe ផងដាក់រូបកណ្ដឹងដើម្បីទទួលបានការ review ឡានថ្មីមុនគេជួបគ្នានៅវីដេអូក្រោយ